វិភាគអំពីអន្តរជាតិមួយដែលខ្ញុំនឹងយកមកនិយាយនៅថ្ងៃនេះគឺតើផុតថ្ងៃទី1ខែឧសភានេះតើលោកត្រាំគឺអាចបន្តធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ដែរទៀតឬក៏អត់សម្រាប់នៅទីក្រុង Washington នៅពេលដែលលោកប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសពន្យាពីបទឈប់បាញ់លើគ្មានការកំណត់ជាមួយនឹងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី22ខែមេសាឆ្នាំ2026គឺលោកមិនបានកំណត់ពេលវេលាទៀតនោះទេសម្រាប់ការចាប់ផ្ដើមកិច្ចចរចាសន្តិភាពឡើងវិញប៉ុន្តែគណៈមិនបានកំណត់ពេលវេលាមួយនេះគឺលោក Trump កំពុងតែប្រឈមមុខនឹងអសន្និបាតមួយផ្សេងទៀតនៅក្នុងសភារបស់សហរដ្ឋអាមេរិកនៅក្រោមច្បាប់ស្តីអំពីអំណាចសង្គ្រាម World Power Resolution គឺលោក Trump នោះបានមានពេលរហូតដល់ថ្ងៃទី1ខែឧសភាឆ្នាំ2026ដើម្បីស្នើសុំនៅការអនុម័តការយល់ព្រមពីសភាអាមេរិកប្រសិនបើលោកចង់បន្តធ្វើសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់ច្បាប់ World Power Resolution នេះឬក៏ហៅកាត់ថា WPR នៅក្នុងឆ្នាំ1973គឺជាវិធានការមួយដើម្បីត្រួតពិនិត្យនិងដាក់កំហិតទៅលើអំណាចរបស់ប្រធានាធិបតីអាមេរិកក្នុងការធ្វើសង្គ្រាមឬក៏ចូលរួមនៅក្នុងចំនួនប្រដាប់អាវុធដែលមាននៅក្រៅប្រទេសនិយាយជារួមគឺច្បាប់មួយនេះបានផ្ដល់សិទ្ធិអំណាចឲ្យសភាអាមេរិកនឹងជាអ្នកប្រកាសនៅសង្គ្រាមហើយនៅក្រោមច្បាប់ WPR គឺប្រធានាធិបតីត្រូវតែជូនដំណឹងទៅដល់សភានៅក្នុងពេល48ម៉ោងមុននឹងចាប់ផ្ដើមធ្វើសកម្មភាពឬក៏ដាក់ពង្រាយនៅយោធាក្នុងថេរវារីត្រឹមត្រូវ60ថ្ងៃតែប៉ុណ្ណោះហើយក៏អាចពន្យាពេលបន្ថែមនឹងគឺបាន30ថ្ងៃបើមានការអនុម័តយល់ព្រមដោយសភាឲ្យបន្តធ្វើសង្គ្រាមលោកស្រី Mayam Chasidi ជាសាស្ត្រាចារ្យរងផ្នែកច្បាប់មកពីសាកលវិទ្យាល័យច្បាប់ Colorado Law School បាននិយាយថាដើម្បីអាចទទួលបានបន្ថែមថេរវារី30ថ្ងៃបន្ថែមនោះគឺលោកប្រធានាធិបតីត្រូវតែធ្វើការបញ្ជាក់ជាលាយលក្ខណ៍អក្សរទៅកាន់សភាថាការបន្តធ្វើសង្គ្រាមមួយនេះគឺជាជំរឿយោធាចាំបាច់មិនអាចជាបានហើយលោកស្រីក៏បានបន្តថាលើពីរយៈពេល90ថ្ងៃគឺលោកប្រធានាធិបតីគ្រប់រូបនឹងត្រូវតម្រូវឲ្យបិទបញ្ចប់នៅការពង្រាយយោធាអាមេរិកក្នុងករណីសហភាពមិនព្រមប្រកាសនៅសង្គ្រាមឬក៏មិនអនុម័តដោះស្រាយនៅដំណោះស្រាយណាមួយផ្សេងទៀតដើម្បីបន្តធ្វើសកម្មភាពយោធាប៉ុន្តែកន្លងមកគឺប្រធានាធិបតីអាមេរិកនៅតែមានផ្លូវផ្សេងដើម្បីបន្តនៅធ្វើសកម្មភាពយោធានៅក្រៅប្រទេសហើយច្បាប់នៅ Authorization for Use of Military Force ឬក៏ AUMS នឹងបានផ្ដល់នៅមូលដ្ឋានច្បាប់ក្នុងការបន្តធ្វើសកម្មភាពយោធាដោយសារតែច្បាប់នេះវាបានផ្ដល់នៅអំណាចឲ្យប្រធានាធិបតីប្រើប្រាស់នៅកម្លាំងយោធាសម្រាប់គោលដៅជាក់លាក់ហើយច្បាប់មួយនេះត្រូវបានអនុម័តជាលើកដំបូងនៅក្នុងឆ្នាំ2001បន្ទាប់ពីមហាភារវកម្មនៅថ្ងៃទី11ខែកញ្ញាដែលសម្ដៅអនុញ្ញាតឲ្យសហរដ្ឋអាមេរិកនឹងគឺធ្វើសង្គ្រាមនឹងប្រឆាំងនឹងពួកភេរវករ AUMF ត្រូវបានគេអនុម័តសារជាថ្មីនៅក្នុងឆ្នាំ2002ដើម្បីបើកផ្លូវធ្វើជាសង្គ្រាមកម្ចាត់អតីតមេដឹកនាំអ៊ីរ៉ាក់សាដាមហ៊ូសេននិងអនុញ្ញាតឲ្យសហរដ្ឋអាមេរិកនឹងធ្វើការក៏ដូចជាធ្វើនៅសង្គ្រាមឈាមពានអ៊ីរ៉ាក់ក្នុងឆ្នាំ2003សម្រាប់ច្បាប់ AUMF នេះត្រូវបានប្រើប្រាស់ម្ដងហើយម្ដងទៀតដោយប្រធានាធិបតីនៅក្នុងការបញ្ជាក់ពីភាពត្រឹមត្រូវចំពោះការធ្វើនៅសកម្មភាពយោធាជាឧទាហរណ៍គឺការពីអាណត្តិទី1របស់លោក Trump គឺលោកបានប្រើប្រាស់ច្បាប់ AUMF នេះនៅឆ្នាំ2002ដើម្បីបញ្ជាឲ្យយោធាអាមេរិកនឹងសម្លាប់អតីតមេបញ្ជាការអ៊ីរ៉ង់លោកឧត្តមសេនីយ៍ Qasem Soleimani នៅក្នុងទីក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ហើយដែលបានកើតឡើងនៅក្នុងឆ្នាំ2020ហើយនៅក្នុងរបាយការណ៍មួយរបស់សភាអាមេរិកកាលពីឆ្នាំ2015ក៏បានឲ្យដឹងដែរថាអតីតប្រធានាធិបតីអាមេរិកលោក Barack Obama នេះមិនត្រឹមតែប្រើប្រាស់នៅច្បាប់ AUMF នៅឆ្នាំ2001តែប៉ុណ្ណោះទេដើម្បីបន្តនៅប្រតិបត្តិការយោធាអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថាននោះតែលោកក៏បានប្រើប្រាស់នៅច្បាប់នេះដើម្បីបើកនៅយុទ្ធនាការយោធាដើម្បីប្រឆាំងនឹងពួក ISIS ដែលយើងហៅគេថា IS ហ្នឹងផងដែរហើយតាមពិតទៅគឺការអនុវត្តជាក់ស្ដែងប្រធានាធិបតីអាមេរិកចាប់តាំងពីឆ្នាំ1973មកគឺជាញឹកញាប់នឹងតែងតែដឹកនាំការធ្វើប្រតិបត្តិការយោធាតែមិនឆ្លងកាត់ការអនុញ្ញាតឬក៏ការយល់ព្រមពីសភាតាំងតែពីមុន AUMF ចូលជាធរមានទៅទៀតតែដោយសម្អាតទៅលើមូលដ្ឋានច្បាប់ផ្សេងៗគ្នានិងការប្រើប្រាស់នៅអំណាចជាអគ្គមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកក្នុងនោះអតីតប្រធានាធិបតីអាមេរិកលោក Bill Clinton ក៏បានអនុញ្ញាតឲ្យមានការធ្វើនៅប្រតិបត្តិការយោធាជាច្រើននៅក្នុងកំឡុងពេលទសវត្សរ៍ឆ្នាំ1990ហើយក្នុងនោះរួមមានទាំងនៅអ៊ីរ៉ាក់និងនៅសូម៉ាលី
ហើយក្នុងខែមីនាឆ្នាំ1999នោះគឺលោក Bill Clinton ក៏បានដាក់ពង្រាយនៅយោធាអាមេរិកប្រឆាំងនឹងអតីតសាធារណរដ្ឋយូហ្គោស្លាវីដោយមិនឆ្លងកាត់ការអនុម័តយល់ព្រមពីសភាអាមេរិកឡើយសម្រាប់លោកសាឡាមហាដេស៊ីនោះជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រម្នាក់មកពីសាកលវិទ្យាល័យ Bowdoin College នៅក្នុងទីក្រុង Brunswick សហរដ្ឋអាមេរិកនោះក៏បាននិយាយថាសង្គ្រាមកំពុងតែធ្វើឲ្យប្រជាប្រិយភាពរបស់លោកត្រាំនោះធ្លាក់ចុះដោយការស្ទង់មតិនឹងបានបង្ហាញថាប្រជាជនអាមេរិកប្រឆាំងជំទាស់នឹងសង្គ្រាមដែលសហរដ្ឋអាមេរិកនឹងប្រឆាំងនឹងអ៊ីរ៉ង់តែទោះជាបែបនេះក្តីគឺលោកមហាដេស៊ីនឹងក៏យល់ថាលោកទំនងជាអាចនឹងបន្តធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់នៅក្រោមទំហំផ្សេងណាមួយទៀតនៅត្រង់ចំណុចនេះគឺសំណួរសំខាន់គឺតើថាលោកត្រាំនឹងបន្តធ្វើសង្គ្រាមនៅក្រោមទម្រង់បែបណាហើយថាតើលោកនឹងព្យាយាមធ្វើដូចម្តេចដើម្បីអាចបន្តធ្វើសង្គ្រាមមួយនេះបានបើមិនមានការយល់ព្រមពីសភាសម្រាប់លោកមហាដេស៊ីណាក៏បានពន្យល់បន្ថែមទៀតថាលោកត្រាំក៏បានកសាងប្រជាប្រិយភាពនយោបាយនឹងរបស់លោកតាំងពីមុនមកដោយឈរទៅលើមូលដ្ឋាននៃពាក្យជ័យជំនះដែលលោកបានទន្ទេញយ៉ាងរត់មាត់ហើយលោកត្រាំនោះក៏បានប្រាប់ទៅកាន់ប្រជាពលរដ្ឋអាមេរិកថាលោកក៏អាចសម្រេចបាននៅកិច្ចព្រមព្រៀងដ៏ល្អប្រសើរមួយជាមួយនឹងអ៊ីរ៉ង់ហើយការបញ្ចប់សង្គ្រាមនៅក្នុងពេលបច្ចុប្បន្នដោយមិនមានកិច្ចព្រមព្រៀងគណៈដែលរបបដឹកនាំអ៊ីរ៉ង់នោះមិនដួលរលំហើយនៅតែមានសមត្ថភាពនោះវាប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកនៅទូទាំងតំបន់មជ្ឈមបូព៌ារួមទាំងអ៊ីស្រាអែលក៏ត្រូវបានក្រុមអ្នកជំនាញនឹងយល់ឃើញថាអាចនឹងត្រូវបានចាត់ទុកថាជាការបរាជ័យមួយដែរសម្រាប់លោកដូណាល់ត្រាំគឺជាមនុស្សម្នាក់ដែលគេពិបាកព្យាករណ៍និងគិតពីផលចំណេញមែនទែនព្រោះតែចំនួននោះហើយគឺវានៅតែមានលទ្ធផលអាចទៅរួចថាលោកអាចនឹងចាប់ផ្ដើមចំនួនឡើងវិញហើយដើម្បីសម្រេចនៅបានលទ្ធផលមួយដែលអាចឲ្យលោកនឹងប្រកាសពីជ័យជំនះបានលោកត្រាំក៏បានទទូចថាសហរដ្ឋអាមេរិកគឺនឹងបន្តបិទគប់នៅកំពង់ផែអារ៉ង់រហូតដល់តែឈានទៅដល់កិច្ចព្រមព្រៀងណាមួយដែលអារ៉ង់បានស្នើមកហើយក៏លើកឡើងដូច្នេះហើយទាំងអស់នេះគឺជាការវិភាគនៅផ្នែកអន្តរជាតិដែលយើងមើលឃើញហើយយើងមានតែរងចាំមើលថាពីថ្ងៃបន្ទាប់រហូតដល់ថ្ងៃទី1ខែឧសភានោះតើលោកត្រាំនឹងបន្តវាយប្រហារទៅលើអ៊ីរ៉ង់ដែរឬក៏អត់ទៀតឬក៏លោកនឹងរកមធ្យោបាយបែបណាដើម្បីវាយប្រហារបង្កើតនៅសង្គ្រាមមួយនេះដោយមិនឆ្លងកាត់សភាដូច្នេះខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់វីដេអូមួយនេះពីដើមដល់ចប់កុំភ្លេចជួយចុច like និង subscribe មកកាន់ channel របស់ខ្ញុំផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗនៅតរហេតុការណ៍